គ្រាន់តែពូម៉ៅបង្ហោះនៅការចងដៃជាមួយនឹងភរិយាថ្មីធ្វើឲ្យបានអ្នកស្រីត្រីដាណាបានបង្ហោះសំណេរចំចាក់ដោតផ្ដាំផ្ញើទៅពូម៉ៅដូចនេះតែម្ដងអញ្ចឹងអនុញ្ញាតគោរពជំរាបសួរទៅដល់ប្រិយមិត្តទាំងអស់គ្នាដែលតែងតែនិយមតាមដាននៅក្នុងបណ្ដាញសង្គមជាទីគោរពនិងជាទីស្រឡាញ់ប្រិយមិត្តមួយចំនួនប្រកាសជាបានទស្សនាពីការបង្ហោះនៅរូបភាពមួយសន្លឹកដែលឃើញបាទគឺពូម៉ៅបានចងដៃបាទដូចជារៀបចំពិធីបាទអាចតែភ្ជាប់ពាក្យឬយ៉ាងណាយ៉ាងនេះប្រិយមិត្តណាបាទជាមួយនឹងប្រព័ន្ធក្រោយថ្មីរបស់គាត់យ៉ាងស្រស់ស្អាតតែម្ដងបានប្រមាណក៏ធ្វើឲ្យបាទអតីតភរិយារបស់គាត់គឺបាទអ្នកស្រីត្រីដាណាបានបង្ហោះទៅចំបាទសតជា idol របស់ខ្ញុំតែម្ដងបាទទាំងពូម៉ៅទាំងចលនាគឺសតជា idol ដូចគ្នាអញ្ចឹងគាត់បានបង្ហោះសំណេរចំទៅពូម៉ៅបែបនេះថាអញ្ចឹងគឺបានបង្ហោះសំណេរយ៉ាងចំដូច្នេះផ្ញើទៅពូម៉ៅថ្ងៃដែលខ្ញុំចង់ឃើញបំផុតគឺពូម៉ៅបានប្រពន្ធឥឡូវបានឃើញហើយចូលរួមអបអរសាទរពូហើយសូមឲ្យពូស្រឡាញ់គ្នាដោយចាស់កោងខ្នងហើយកុំធ្វើបាបគេកុំស្ដាប់ពាក្យសម្ដីអ្នកដទៃក្រៅពីប្តីប្រពន្ធអីណាពូបាទហើយត្រូវចេះស្រឡាញ់គ្នាបាទត្រូវចេះស្រឡាញ់កូនគេឲ្យដូចកូនខ្លួនឯងណាពូខ្ញុំសង្ឃឹមថាបាទពូនឹងកែខ្លួនសម្រាប់អនាគតបាទថ្មីរបស់ពូបាទហេងពូអញ្ចឹងនេះគឺជាបាទអារម្មណ៍របស់គាត់ដែលបានផ្ដាំផ្ញើទៅពូម៉ៅអញ្ចឹងគឺជារឿងគេថាគាត់ជាសារមួយដែលគាត់ផ្ញើទៅពូម៉ៅបងប្អូនណាអញ្ចឹងមិនមានអ្វីជាថាយើងជាកត់សម្គាល់ទេបាទគាត់ថាជាពាក្យមួយជូនពោអញ្ចឹងសង្ឃឹមថាពូម៉ៅគាត់នឹងជួបបាទអ្នកក្រោយរបស់គាត់បានសេចក្តីសុខសេចក្តីចម្រើនក៏ដូចជាស្រឡាញ់គ្នាដល់ចាស់កោងខ្នងសំណាងល្អហេងផងដែរដោយសារតែខ្ញុំក៏ fan បាទពូម៉ៅយូរឆ្នាំហើយបាទ fan ចរណាទាំងពីរតែម្ដងប្រិយមិត្តទាំងអស់គ្នាអញ្ចឹងគឺនៅពេលដែលឃើញប្រកបមានសេចក្តីសុខក៏ដូចជាបាទមានគូអនាគតបាទរៀងខ្លួនប្រកបទៅដោយបាទការស្រឡាញ់ស្មោះស្ម័គ្របាទពីគ្នានឹងគ្នានោះគឺបាទក្នុងនាមយើងជា fan ក៏បាទគាំទ្រទៅមកណាបាទដោយសារតែពួកគាត់ក៏ជាមនុស្សដែលបានជួយបាទក្នុងសង្គមយើងច្រើនផងដែរក្នុងការពីពួកគាត់បាននៅជាមួយគ្នាជុំគ្រួសារគ្នានោះអញ្ចឹងនៅពេលនេះគឺគាត់បានបែកគ្នាហើយក៏បាទចែកមានផ្លូវគ្រួសាររៀងខ្លួនអញ្ចឹងទៅអញ្ចឹងវីដេអូនេះប្រិមិត្តណាបាទគឺជាវីដេអូដែលថ្មីតែម្ដងប្រិមិត្តអរគ្នាបាទអញ្ចឹងប្រិមិត្តដែលនិយមតាមដាននៅក្នុងបណ្ដាញសង្គមជាទីគោរពនិងជាទីស្រឡាញ់នៅពេលដែលបានទស្សនាបាននៅការបង្ហោះសំណេររបស់បាទអ្នកស្រីត្រីដាណាប្រិមិត្តមានអារម្មណ៍យ៉ាងម៉េចអាច comment នៅខាងក្រោមវីដេអូតាមការគូបានដោយសារតែនេះគឺជាអារម្មណ៍មួយដែលគាត់ជូនពរទៅពូម៉ៅប្រិមិត្តណាបាទជូនពរឲ្យពូម៉ៅបាទមានសេចក្តីសុខបាទស្រឡាញ់គ្នាដល់ចាស់កោងខ្នងអញ្ចឹងគឺជារឿងមួយដែលបាទជាការជូនពររបស់គាត់អញ្ចឹងទៅអញ្ចឹងប្រិមិត្តបាទមានមតិយោបល់យ៉ាងម៉េចអាច comment នៅខាងក្រោមវីដេអូបាទមេតាបាទដាក់ពាក្យជូនពរជូនពូម៉ៅម្នាក់មួយផងបាទប្រិមិត្តដែលស្រឡាញ់ដែលជា fan គាំទ្រពូម៉ៅបាទយូរឆ្នាំមកហើយនោះបាទអាចបាទ comment នៅខាងក្រោមវីដេអូនេះតាមការគូអញ្ចឹងខ្ញុំមកភក្ត្រាបើសិនជាលើកទៅលុះដោយប្រការណាមួយនោះសូមមេត្តាខន្តីនិងអភ័យទោសផងដែរពីសំណាក់បងប្អូនដែលជា fan ដែលបានទស្សនាក្នុងការបាទអត្ថាធិប្បាយរបស់លោកខ្ញុំបើសិនជាលើកទៅខុសទោះបាទមេត្តា comment បាទស្ថាបនាទាំងអស់គ្នាបាទចូលរួមមកកែលម្អផងដែរអញ្ចឹងជាចុងក្រោយបាទវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណបាទជួបគ្នានៅវីដេអូក្រោយ